សិតម្ជុលបំពងជាមួយម្សៅស្រួយៗបងប្អូនហូបជាមួយនឹងទឹកម្រេចបែបជូរហឹរប្រៃឈ្ងុយអូយត្រូវជាតិគ្នាមែនតែនហើយយើងបន្ថែមជាមួយនឹងទឹកសក់ទៀតហើយយើងហូបជាមួយនឹងទឹកជ្រលក់មានពីររសជាតិបងប្អូនសម្រាប់ទឹកជ្រលក់នេះរសជាតិបែបផ្អែមជូរហឹរតិចទេបងប្អូនឃើញតែក្រហមអញ្ចឹងទេហើយយើងក៏មានខ្ទឹមក្រហមបំពងមកជាមួយផងដែរហ្នឹងហើយវិធីធ្វើគឺងាយទេប៉ុន្តែនាងខ្ញុំអត់បានថតបង្ហាញអស់ទេវិធីធ្វើមានម្សៅបំពងលាយជាមួយនឹងពងមាន់មួយគ្រាប់ហើយនឹងម្សៅស៊ុបស្ករសយើងយកមកលាយកូរច្បល់ឲ្យវាសព្វសាច់តែមួយទៅយើងយកមកបំពងជាមួយនឹងផ្សិតម្ជុលរបស់យើងនេះអូយគឺថាឆ្ងាញ់មែនជាតិក៏ឆ្ងាញ់ហើយទឹកម្រេចនេះក៏ខ្ញុំលាយទៅត្រូវតែម្ដងជាមួយនឹងម្ទេសហាន់កង់ហើយជាមួយនឹងខ្ទឹមសចិញ្ច្រាំបែបកុំឲ្យម៉ត់ពេកបងប្អូនពេលដែលយើងហូបទៅប៉ះចំជាមួយនឹងអូយអាខ្ទឹមសនេះច្រប់ជាតិខ្លាំងហើយនេះទឹកត្រីនេះគឺនាងខ្ញុំធ្វើទុកបងប្អូនពេលដែលយើងទុកកាន់តែបាន2 3ថ្ងៃឡើងទៅគឺទឹកត្រីហ្នឹងគឺវាមានសភាពបែបក្រហមខ្លាំងប៉ុន្តែអត់ហឹរទេហ្នឹងហើយតែនេះខ្ញុំទុកនៅក្នុងត្រីនេះផងដែរយើងញ៉ាំជាមួយនឹងភ្លៅមាត់បំពងស្លាបមាត់បំពងអីក៏ត្រូវដែរបងប្អូនអញ្ចឹងបើសិនជាបងប្អូនចង់នៅពិធីធ្វើទឹកត្រីជ្រលក់ជាមួយនឹងរបស់បំពងស្រួយអញ្ចឹងឲ្យត្រូវកុំភ្លេច comment ម្នាក់មួយផងនេះខ្ញុំនឹងចេញវីដេអូសម្រាប់ការធ្វើទឹកត្រីជូនទៅបងប្អូនទាំងអស់គ្នាផងដែរសម្រាប់ខ្ទឹមក្រហមនាងខ្ញុំក៏យកមកបំពងជាមួយម្សៅដែរបងប្អូនអើយគឺថាឈ្ងុយមែនតែនហើយម្សៅបំពងយើងក៏ថែមជាមួយនឹងស្លឹកខ្ទឹមផងដែរហ្នឹងហើយអូយត្រូវជាតិគ្នាណាស់និយាយរួមទៅមួយមុខនេះគឺថាញ៉ាំលេងបែបស្រួយអូយជាតិណាបងប្អូនអើយហើយជាពិសេសក្មេងៗខ្ញុំជឿថាចូលចិត្តហ្មងយើងបំពងមកថ្មីក្តៅបងប្អូនអើយជ្រលក់ជាមួយនឹងទឹកម្រេចអូយស្រួយឈ្ងុយមែនតែនឃើញរូបភាពនឹងហើយគឺនឹកឃើញចង់ហូបម្ដងទៀតហើយតែសក់របស់យើងបែបខ្ចីរៀងតាន់តិចមកអូយហូបជាមួយនឹងរបស់បំពងនេះគឺវាត្រូវតែម្ដងហើយទឹកត្រីនេះវិញអូយត្រូវម្ល៉េះជាមួយនឹងរបស់បំពងនេះជាតិឆ្ងាញ់ណាស់បងប្អូនអើយស្រួយច្រប់អរគុណបងប្អូនដែលបានមើលវីដេអូនេះខ្ញុំរហូតដល់ចប់អរគុណ